ចូលរួមដើរជាមួយគេបាន5គីឡូម៉ែត្រតែចេញមកវិញចូលហាងញ៉ាំការ៉េមហើយតាមផ្លូវមកដល់ផ្ទះវិញនឹងឃើញហាងគេលក់ kebab ចូលទិញ kebab ញ៉ាំទៀតកាឡូរីដែល burn ពេលដើរនឹងអត់ស្មើនឹងកាឡូរីដែលហូបមួយល្ងាចនឹងទេសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះប៉ាម៉ាក់ក្មេកហៅទៅដើរក្នុងកម្មវិធី8មិនិនាតែនៅក្នុងទីក្រុងដែលខ្ញុំនៅនឹងគេប្រព3ថ្ងៃ7 8 9ប៉ុន្តែថ្ងៃ9ថ្ងៃអាទិត្យនឹងគឺគេមានកម្មវិធីដើរ5គីឡូម៉ែត្រហើយគាត់ក៏បានយកអាវមកឲ្យខ្ញុំដែរព្រោះខ្ញុំអត់មានអាវពណ៌ផ្កាឈូកទេហើយក្នុងកម្មវិធីនឹងគឺគេតម្រូវឲ្យយើងពាក់អាវពណ៌ផ្កាឈូកទាំងអស់គ្នាអង្គុយក្នុងឡាននឹងអត់ចាប់អារម្មណ៍សោះថាគាត់បានយកកូនពៅមកជាមួយតតែពេលម៉ាក់ក្មេកគាត់ចោលទៅបើកទ្វារដើម្បីចូលឡានចូលទៅក្នុងក្រាស់ហ្នឹងទៅបានឃើញអង្គុយឡើងស្ងៀមហើយឥឡូវហ្នឹងទៅដល់ណាក៏គាត់យកទៅតាមដែរឥឡូវពួកយើងដើរចិត្តដល់កន្លែងកម្មវិធីហើយអញ្ចឹងទៅចាប់ផ្ដើមឃើញអ្នកដែលគេចូលរួមពាក់អាវពណ៌ផ្កាឈូកហ្នឹងបដាហើយពេលមកដល់ហ្នឹងមានមនុស្សច្រើនមែនតើហើយអ្នកចូលរួមសរុបវិញមានចំនួនប្រហែលជា20000នាក់កម្មវិធីនឹងមានឈ្មោះថា Just the Woman I Am ដែលគេធ្វើឡើងដើម្បីប្រពថ្ងៃសិទ្ធិនារីថវិកាដែលគេរៃអង្គាសបានពីកម្មវិធីនឹងគឺគេយកទៅបរិច្ចាគជូនផ្នែកស្រាវជ្រាវទាក់ទងជាមួយនឹងជំងឺមហារីកកន្លែងនេះកំពុងតែ warm up ចាប់ផ្ដើមរៀបចេញដំណើរដើរ5គីឡូម៉ែត្រនឹងមានគូ2នាក់គាត់ឡើងទៅលើឆាកហើយសុំខាងស្រីរៀបការហើយអ្នកខាងក្រោមនេះស្រែកហូរឡើងពេញនឹងសបាយអតាមគេដែរហើយឥឡូវចាប់ផ្ដើមដល់ពេល countdown កម្មវិធីហើយ Calma la partenza 10 9 8 7 6 5 4 3 2 ពួកយើងពេលដើរនឹងអត់សូវបានលឿនហ្មងទេដោយសារតែមានកូនឆ្កែហើយដើរចេះខ្លាចគេដើរមកជន់ដោយសារកូនឆ្កែទូចពេកឆ្ងាយ5គីឡូនឹងអត់មានអារម្មណ៍ថាឆ្ងាយសោះដោយសារដើរនិយាយគ្នាផងអីផងទៅហើយមើលឆ្វេងមើលស្ដាំតែបន្តិចមកដល់កន្លែងទីគេចុងបញ្ចប់កម្មវិធីហើយកន្លែងនេះខ្ញុំនឹងអស់ស្នោចពេលដើរឃើញផ្លាក McDonald នឹងងាកមើលមុខគ្នាថាគួរតែដើរចូលទេឬក៏ដើរចូលហាងបន្ទាប់ពីដើរអស់រយៈពេល1ម៉ោងឥឡូវហ្នឹងពួកយើងមកដល់ទីហើយហួសពីកន្លែងហ្នឹងបន្តិចគឺគេមានស្តង់សម្រាប់ផ្ដល់ជាទឹកហើយនិងអាហារសម្រន់ប៉ុន្តែដោយសារតែពួកខ្ញុំមកដល់ទីហ្នឹងរៀងយឺតជាងគេចឹងទៅអ្នកដែលមកមុនហ្នឹងគេត្មងជួពេញហ្នឹងហើយជួវែងពេកឃើញជួហើយខ្ជិលចូលត្មងជួមួយគេក៏ដើរចេញមកសពកម្មវិធីអញ្ចឹងឥឡូវដើរតាមផ្លូវទៅហូឡានវិញហើយទីក្រុងដែលពួកខ្ញុំនៅហ្នឹងជាទីក្រុងជារាជធានីចាស់របស់ប្រទេសអ៊ីតាលីមុនពេលដែលគេផ្លាស់ប្ដូរទៅរ៉ូមអញ្ចឹងទីក្រុងនោះសម្បូរសំណង់អគារចាស់ហើយនិងសារមន្ទីរច្រើនមែនតើវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាខ្ញុំនិយាយទៅមានកន្លែងណាខុសឆ្គងក៏សូមអភ័យទោសផងហើយជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ